ប្រភេទសាច់ចំមុះមួយហ្នឹងរាងក្រាស់អញ្ចឹងការវេះកាត់ពីមុនមកហ្នឹងគេបានអាសេសបានថាគេបានទៅធ្វើអាកន្លែងហ្នឹងឲ្យទូចទេបានថាគេប្រើតែខ្ទង់ញាត់ចូលបន្ថែមអញ្ចឹងចង់ធ្វើចំមុះហ្នឹងបានថាវាខ្ពស់ដែរវាខ្ពស់ទាំងក្រាស់ធំអញ្ចឹងវាអត់ស្អាតទេបាទអញ្ចឹងលក្ខខណ្ឌចំមុះនេះជាការវេះកាត់ចំមុះថ្មីជូនដល់បងប្រុសដែលគាត់ធ្លាប់ធ្វើការវេះកាត់ចំមុះខុសនេះវា2ដងមកហើយហេតុអីបានយើងថាខុសដោយសារតែយើងមើលទៅយើងឃើញថាស្ពានចំមុះនៃការដាក់ខ្ទង់ចំមុះនេះបានថាវាយើងមកខាងស្ដាំបូករួមផ្សំជាមួយនឹងបញ្ហាធំបញ្ហាទៅលើរុនចំមុះតែម្ដងអញ្ចឹងក្នុងការវេះកាត់លើខ្ទង់ចំមុះខ្ញុំតែងតែព្យាយាមបានថាឲ្យជាមតិយោបល់ទៅអតិថិជនរបស់យើងជាច្រើនទាក់ទងជាមួយនឹងការធ្វើយ៉ាងម៉េចដើម្បីលីលោកឲ្យរុនចំមុះនេះស្មើគ្នាបាទទៅតាមលទ្ធភាពដែលអាចធ្វើទៅបានដោយសារតែទាក់ទងជាមួយរឿងខ្ទង់ចំមុះគឺជារឿងសំខាន់មួយក៏តែអ្វីដែលយើងមិនអាចភ្លេចបានគឺរុនចំមុះនេះផងដែរបាទអញ្ចឹងលក្ខខណ្ឌនេះយើងត្រូវកែខ្ទង់ដែលវាឲ្យវាត្រង់បូករួមផ្សំជាមួយនឹងការដាំបកគោលហើយជាមួយនឹងការរៀបទៅលើរុនចំមុះនេះធ្វើម៉េចឲ្យវាមានភាពស៊ីមេទ្រីគ្នាមកវិញទៅតាមលក្ខខណ្ឌដែលអាចធ្វើបាន